យ៉ាថៃប្រកាសអាសន្នបន្ទាន់បន្ទាប់ពីខេត្តចំនួន55ត្រូវបានទឹកចំនួនជនលិចខ្លាំងមិនត្រឹមតែប៉ុណ្ណោះក្រុម scammer នៅថៃបោកប្រាស់សូម្បីតែជនជាតិអ៊ីស្លាមក៏បោកប្រាស់ដែរហេយយបាត់ពិតជាថោកទាបមែនជនជាតិថៃនេះមេអក្រិតជនអន្តរជាតិបានចុះក្នុងបញ្ជីខ្មៅពេលនេះបានចាប់ខ្លួនបាននៅតំបន់មួយក្នុងប្រទេសថៃបងប្អូនសូមស្វាគមន៍មកកាន់គំនិតញូសម្រាប់ព័ត៌មានយើងនៅក្នុងរាត្រីនេះខ្ញុំមានព័ត៌មានពាក់ព័ន្ធទៅនឹងបញ្ហាខេត្តចំនួន5នៅប្រទេសថៃកំពុងតែដាក់ប្រុងជើងការខ្ពស់ព្រោះតែឥទ្ធិពលនៃគ្រោះទឹកជំនន់វាយប្រហារមកខ្លាំងប្រទេសថៃបានដាក់ខេត្តចំនួន55ស្ថិតនៅក្នុងការប្រុងជើងការខ្ពស់ព្រោះតែព្យុះម៉ាសាក់ជាឥទ្ធិពលខ្លាំងក្លាទូទាំងប្រទេសថៃគណៈខេត្តភូកេតរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេដោយសារតែទឹកភ្លៀងឈានដល់កម្រិតប្រកាសអាសន្នកាលពីថ្ងៃទី1ខែកក្កដាឆ្នាំ2026កន្លងទៅយោងតាមការផ្សាយរបស់បាងកកប៉ុស្តិ៍នៅថ្ងៃអាទិត្យទី5ខែកក្កដាឆ្នាំ2026ខេត្តទាំង5ជាពិសេសនៅតំបន់ប៉ែកខាងជើងភូមិភាគឦសានត្រូវបានរងគ្រោះដោយសារតែឥទ្ធិពលនៃព្យុះដែលនឹងបោកបក់រហូតដល់ដើមសប្តាហ៍ក្រោយនេះនាយកដ្ឋានឧតុនិយមថៃចេញការព្រមានថាបាតុភូតនេះនឹងបង្កឲ្យមានការខូចខាតខ្យល់កន្ត្រកខ្យល់បក់ព្យុះភ្លៀងទឹកជំនន់បំណាក់ដីនិងផ្គរលាន់ផ្គររិនផ្ទះដែលនឹងវាយប្រហារនៅខេត្តខាងលើយ៉ាងធ្ងន់ធ្ងរផងដែរញាតិភិបខាងកើតនៃប្រទេសថៃនៅវិញខេត្តត្រាតនិងខេត្តប៉ាតាយាក៏កំពុងតែរងផលប៉ះពាល់យ៉ាងខ្លាំងក្លាផងដែរដោយសារតែគ្រោះទឹកជំនន់ភ្លាមក៏ដូចជាអាជ្ញាធរពេលនេះកំពុងតែចាត់វិធានការសង្គ្រោះបន្ទាន់និងជំលៀសប្រត់បន្ទាន់ផងដែរចេញពីតំបន់ខាងលើខេត្តភូកេតព្យុះភ្លៀងបានធ្វើឲ្យផ្លូវយ៉ាងច្រើនបានខូចខាតទូទាំងប្រទេសថៃនិងទូទាំងខេត្តតែម្ដងនៅតំបន់មឿងនិងតំបន់ខាធូរួមទាំងតំបន់ឆ្នេរល្បីៗដូចជាផាត់តុងឆាំងឡុងនិងរ៉ាវ៉ៃត្រូវបានជន់លិចបង្កឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងឈានដល់ការប្រកាសអាសន្នក្នុងសាលាក្រុងភូកេតមានការចេញសេចក្តីប្រកាសកម្រិតខ្ពស់សញ្ញាក្រហមបង្ខំឲ្យប្រជាថៃទាំងអស់ក្នុងតំបន់នោះត្រូវតែប្រមូលសម្ភារៈមានតម្លៃនិងប្រញាប់ប្រញាល់ជំលៀសទៅកាន់ទីទួលសុវត្ថិភាពជាបន្ទាន់ផងដែរមិនត្រឹមតែប៉ុណ្ណោះរលកសមុទ្រមហាម៉ាន់ឬក៏អាន់ដាម៉ាន់បានឡើងកម្ពស់រហូតដល់2ទៅ3ម៉ែត្រឯណោះបង្ខំឲ្យទូកតូចទូកធំទាំងអស់ត្រូវតែហាមឃាត់មិនឲ្យចេញដំណើរជាដាច់ខាតហើយយោយបាត់ពិតជាធ្ងន់ធ្ងរមែនក្រុម scammer នៅស្រុកថៃបោកប្រាស់សម្បត្តិជនជាតិមូស្លីមដែលទិញកញ្ចប់ធ្វើដំណើរទៅចូលរួមក្នុងកម្មវិធីធម្មយាត្រាក្នុងទីក្រុងមេកាករណី scam នៅថៃពេលនេះគឺកំពុងតែរីករាលកាន់តែធំដល់ថ្នាក់សូម្បីតែជនជាតិមូស្លីមក៏ត្រូវអ្នកសារព័ត៌មានដូចជាត្រូវអ្នកករណី scam នៅថៃពេលនេះកាន់តែរីកធំឈានដល់កម្រិតសូម្បីតែជនជាតិមូស្លីមដោយអ្នកសាសនាអ៊ីស្លាមជាង100នាក់ត្រូវបានក្រុមហ៊ុនទេសចរធ្វើស៊ីបណ្ដាលឲ្យជាប់គាំងនៅប្រលានយន្តហោះតែម្ដងតាមការផ្សាយរបស់បាងកកប៉ុស្តិ៍នៅថ្ងៃអាទិត្យទី5ខែកក្កដាឆ្នាំ2026នេះជនជាតិមូស្លីមចំនួន148នាក់បានទិញកញ្ចប់ដំណើរទៅកាន់ក្រុមហ៊ុន DAI Amin ដើម្បីទៅប្រទេសអារ៉ាប៊ីសាអូឌីតចូលរួមធម្មយាត្រាមូហារ៉ាន់ប៉ុន្តែបែរជាចាញ់បោកគេទៅវិញតាមសេចក្តីប្រកាសបានដឹងថាជនរងគ្រោះទាំងនោះបានបង់ប្រាក់ប្រមាណជា$700ទៅកាន់ក្រុមហ៊ុនតាំងពីខែមុនមកលេះដើម្បីទៅកាន់ទីក្រុងមេកាទាំងដែលមានតម្លៃពិតគឺខ្ពស់ជាងនេះទ្វេដងឯណោះការធ្វើដំណើរបានពន្យាពេល1លើកជា2លើកដោយក្រុមហ៊ុនយកលេសបញ្ហាទឹកធការលុះដល់ថ្ងៃកំណត់ការហែទៀតពួកគេក៏ទៅអាកាសយានដ្ឋានសវណ្ណភូមិប៉ុន្តែបែរជាត្រូវគេទុកចោលហើយទើបដឹងខ្លួនថាពួកគេត្រូវបានគេបោកប្រាស់ហើយក្រុមហ៊ុននេះក៏ត្រូវគេរកឃើញថាជាភ្នាក់ងារទេសចរខុសច្បាប់មិនមានការចុះបញ្ជីជាមួយនាយកដ្ឋានទេសចររបស់ទីក្រុងបាងកកឡើយមេអក្រិតជនគ្រឿងញៀនម្នាក់បានជាប់ក្នុងបញ្ជីខ្មៅរបស់ប៉ូលីសអន្តពលម្នាក់ទៀតត្រូវបានចាប់ខ្លួននៅប្រទេសថៃអក្រិតជនគ្រឿងញៀនក្នុងបញ្ជីខ្មៅដែលត្រូវបានចាប់ខ្លួនក្នុងប្រទេសថៃក្រោយសម្ងំចិត្តរាប់សិបខែដោយក្តីសុខគ្មាននរណាម្នាក់អើពើអ៊ូក្រិតជនម្នាក់មានសញ្ជាតិជនជាតិកូរ៉េខាងត្បូងត្រកូលគីមជាមេក្រុមនៃបណ្ដាញក្រុមប្រព័ន្ធអនឡាញនិង scam ដ៏ធំដែលប៉ូលីសអន្តរជាតិដាក់ចូលក្នុងបញ្ជីខ្មៅតាមចាប់ខ្លួនជាយូរមកហើយតាមរយៈបាងកកប៉ុស្តិ៍នៅថ្ងៃអាទិត្យ
អូក្រិតជន45ឆ្នាំនេះត្រូវបានចាប់ខ្លួនក្នុងទីក្រុងផាតាយាក្នុងខេត្តឈុនបុរីកាលពីថ្ងៃសៅរ៍ទី4ខែកក្កដាឆ្នាំ2026កន្លងទៅអាជ្ញាធរថៃបានប្រមានថាលោកគីមរកចំណូលបានប្រហែលជា3.4 លានដុល្លារអាមេរិកក្នុងមួយឆ្នាំជីងពីខេត្តតំពន់លបែងស៊ីសងមួយក្នុងកុំព្យូទ័របលោកក៏ដូចជាវត្ថុតាងពាក់ព័ន្ធត្រូវបានដកហូតដើម្បីយកទៅពិនិត្យបន្ថែមនិងពង្រឹងការស៊ើបអង្កេតជាបន្តផងដែរបងប្អូននេះគឺជាព័ត៌មានខ្លះៗពាក់ព័ន្ធទៅនឹងបញ្ហាកាត់ឡើងនៅប្រទេសថៃហើយខ្ញុំមិនមានច្រើនទេបាទនៅថ្ងៃហ្នឹងគឺមានព័ត៌មានតែ3ទាំងឯងពាក់ព័ន្ធទៅនឹងបញ្ហាកំពុងតែកាត់ឡើងនៅប្រទេសថៃជាពិសេសពាក់ព័ន្ធទៅនឹងព្យុះភ្លៀងកាត់ឡើងតែម្ដងបាទហើយសូមបងប្អូនយើងមេត្តាជួយចុច Subscribe Channel កំណត់ News នៅផងដើម្បីទទួលបាននូវវីដេអូថ្មីៗព័ត៌មានថ្មីៗពី Channel ខ្ញុំបាទសូមអរគុណសូមគោរពលាជួបគ្នានៅវីដេអូក្រោយ